បាទមកដល់សហរដ្ឋអាមេរិកសប្តាហ៍ទី1នេះគឺខ្ញុំមានឱកាសក្នុងការដែលមករស់នៅបាទផ្ទះមិត្តភ័ក្តិរបស់ខ្ញុំ2នាក់បាទទី1គឺដែលនៅកណ្ដាលទីក្រុងបាទទីក្រុង Colorado Spring បាទហើយមួយទៀតគឺនៅបាទជើងភ្នំបាទគឺក្បែរភ្នំតកកតែម្ដងបាទយើងឃើញថាបើទោះបីជាពួកគាត់រស់នៅបាទជើងភ្នំក៏ពិតមែនប៉ុន្តែគឺជាវិឡាដ៏ធំមិនហៅថាវាជាវិឡាដូចជាភូមិគ្រឹះដ៏ធំមួយបាទដែលនៅក្នុងផ្ទះបាទស្អីក៏មានដែរហើយវិឡារបស់គាត់បាទភូមិគ្រឹះរបស់គាត់នោះពិតជាប្រណិតមែនទែនហើយខ្ញុំរក្សាសិទ្ធិឯកជនភាពរបស់គាត់គឺខ្ញុំមិនថតនៅក្នុងផ្ទះរបស់គាត់ទេបាទអញ្ចឹងខ្ញុំមករស់នៅទីនេះខ្ញុំបានរៀនជាច្រើនអំពីជីវិតរបស់ពួកគេឃើញថាបើទោះបីជាពួកគេរស់នៅក្នុងប្រទេសដ៏ស៊ីវិល័យហើយជាក្រុមគ្រួសារអ្នកមានធុធាមួយក៏ពិតមែនប៉ុន្តែការប្រឹងប្រែងមកធ្វើការដូចជាការចិញ្ចឹមមាន់ការដាំដើមឈើផ្សេងបាទការជួសជុលរបស់ចាស់ៗដោយសារកន្លែងផ្ទះគាត់ក៏មានបាទឃ្លាំងសម្រាប់ដាក់រថយន្តចាស់ហើយឧបករណ៍ចាស់ដែលគេបោះបង់ចោលគាត់ហៅថាជាចាំងយ៉ាតបាទគឺជាយ៉ាតដែលបោះចោលរបស់ចាស់នោះគឺគាត់យកមកកែច្នៃដើម្បីនឹងប្រើប្រាស់បន្តទៀតហើយបាទនេះគឺមន់របស់គាត់បាទច្រើនមែនតើហើយខ្ញុំតែងតែមកបាទរើសពងមន់បាទនេះមកពងសនេះមិនពងទាទេគឺពងមន់ទាំងអស់បាទអញ្ចឹងអរគុណខ្ញុំចែករំលែកខ្លីតែប៉ុណ្ណេះបាទអរគុណច្រើន